សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះយើងបានរឿងពីបងដានិងបងវ៉ាន់វិញម្ដងបងដានិងបងវ៉ាន់គឺជាមិត្តភក្តិនឹងគ្នាបងប្អូនទាំងគ្នាបាទថ្ងៃមួយបងដានិងបងវ៉ាន់គាត់បានទៅដើរលេងនៅតាមទីរំខេតមួយកន្លែងបងប្អូនទាំងគ្នាហើយបងដានិងបងវ៉ាន់ហ្នឹងគាត់ជាអ្នកនៅភ្នំពេញទេថ្ងៃមួយហ្នឹងគាត់បបួលគ្នាហើយមិនមែនគ្នាច្រើនទេមានតែ2នាក់គ្នាគាត់នឹងឯងបាទខ្ញុំសូមប៉ុនបងប្អូនឲ្យជួយចុច channel របស់ខ្ញុំម្នាក់មួយផងបងប្អូនទាំងនេះបងប្អូនគាត់ទៅចូលទៅ channel YouTube តមកបងប្អូនរកកន្លែង search ឈ្មោះរបស់ខ្ញុំបាទឈ្មោះណាទីអក្សរអង់គ្លេសនិងអក្សរខ្មែរបងប្អូនទាំងនេះបាទបន្ទាប់មកបងប្អូនទៅវាចេញមកហើយបាទខ្ញុំនេះឯងនេះបាទជា channel YouTube របស់ខ្ញុំបងប្អូនជួយចុចបាទជួយចុច channel YouTube របស់ខ្ញុំសាច់មួយមកបន្ទាប់មកបងប្អូនចុចលើសញ្ញាកំណឹងនេះឯងបងប្អូនលោកបងប្អូននឹងទទួលបានវីដេអូថ្មីៗពីខ្ញុំជារៀងរាល់ថ្ងៃគាត់ចូលចិត្តជាមនុស្សដែលចូលចិត្តដើរលេងផ្សងព្រេងនៅតាមខេត្តតាមព្រៃតាមខេត្តឆ្ងាយអញ្ចឹងទៅបងប្អូនទាំងគ្នាបាទនៅក្នុងថ្ងៃមួយនោះប្រហែលជាឆ្នាំ2000បាទ2020បាទ23បងប្អូនទាំងគ្នានៅឆ្នាំ2023បងប្អូនគាត់បាននិយាយប្រាប់ខ្ញុំថាឆ្នាំ2023ប្រហែលជាខែ2បាទខែ2នឹងហើយគាត់បានបបួលមិត្តភ័ក្តិរបស់គាត់ឈ្មោះបងសវណ្ណហ្នឹងណាបងប្អូនបាទបងសវណ្ណហើយបងដាហ្នឹងគាត់ជាអ្នកនៅភ្នំពេញទេហើយអញ្ចឹងគ្នាគាត់មាន2នាក់ហ្នឹងគាត់ចូលចិត្តដើរលេងព្រៃដូចគ្នាបងប្អូនបាទហើយបងដានិងបងវ៉ាន់ហ្នឹងណាគាត់ថ្ងៃនោះគាត់ថាអារម្មណ៍គាត់នៅអត់ស្ងៀមទេបងប្អូនអ្នកគ្នាបាទអារម្មណ៍គាត់នៅស្ងៀមទេគាត់ចង់តែរបួលមិត្តភ័ក្តិរបស់គាត់បងវ៉ាន់ហ្នឹងណាថាមួយថ្ងៃ4-5ដងបងប្អូនធ្វើការបដាបួលបដាធ្វើការបដាបួលបដាថាបួលដើរលេងនៅតាមទីរំខេតហើយបងវ៉ាន់ក៏សួរថាឯងចង់ដើរលេងខេតណាបូយើងទៅអាទិត្យមុនហើយយើងថ្ងៃសៅរ៍អាទិត្យនេះឯងចង់ដើរលេងសាកថ្មជីវិតអីទៀតណាបូយើងរវល់ការងារអញ្ចឹងណាហើយបងដាហ្នឹងគាត់រវល់ញឹកញយពេកហើយបងវ៉ាន់ហ្នឹងគាត់ក៏ថាទៅអញ្ចឹងទៅខេតណាគាត់ក៏និយាយថាទៅខេត្តចិត្តយើងទៅហើយម្ដងនេះយើងមានពេលវេលា3ថ្ងៃដែរអញ្ចឹងយើងទៅឯខេត្តមណ្ឌលគិរីម្ដងមើលយ៉ាងមិនដែរអញ្ចឹងណាបងប្អូនហ្នឹងហើយបងវ៉ាន់ក៏បានសួរបងណាថាទៅណាមណ្ឌលគិរីហ្នឹងមានកន្លែងណាស្បាយហីទៅកន្លែងស្បាយទៅកន្លែងព្រៃតំបន់ព្រៃភ្នំនេះហើយបងណាក៏គាត់បាននិយាយប្រាប់ថារតនគិរីគឺដូហ្គរីមកណាសំទោសបាទដូហ្គរីគឺស្អាតកន្លែងណាគឺទៅម្ដងមែនឯងមិនដែលបានទៅសោះហើយបងវ៉ាន់ក៏បាននិយាយថារឿងមិនដែលបានទៅស្អែកទៅអីអញ្ចឹងណាយើងស៊ូគ្នាទៅវិញមកអញ្ចឹងទៅហើយក៏បងវ៉ាន់ក៏បាននិយាយថាអញ្ចឹងក៏ទៅអញ្ចឹងយើងចេញដំណើរថ្ងៃសុក្របាទចេញដំណើរសុក្រគាត់អត់ធ្វើការគាត់ចេញសុខចិត្តចេញដំណើរថ្ងៃសុក្រថ្ងៃសៅរ៍អាទិត្យថ្ងៃងាយអាទិត្យមកវិញគាត់និយាយច្រើនណាហ្នឹងហើយអញ្ចឹងបងដានិងបងវ៉ាន់ក៏គាត់ទៅចាប់ដើមពីរៀបចំឲ្យវ៉ាន់បាទរៀបចំឲ្យវ៉ាន់ទាំងពីថ្ងៃប្រហោះបងប្អូនដូចគ្នារហូតដល់ព្រលឹមឡើងថ្ងៃសុក្រគាត់ចាប់ដើមធ្វើដំណើរចេញពីភ្នំពេញតែម៉ូតូមួយម្នាក់ម៉ូតូរបស់គាត់ណាបាទជាលក្ខណៈថាម៉ូតូប្រសងព្រេងអញ្ចឹងទៅបងប្អូនទាំងគ្នាបាទគាត់ដើរយកខោអាវយកអីទៅមានតង់មានអីទៅបោះតង់បីសងព្រេងតាមព្រៃភ្នំហ្នឹងទៅបាទអញ្ចឹងពេលនោះគាត់ថាចេញពីភ្នំពេញតាំងពីព្រឹកដល់មណ្ឌលគិរីប្រហែលជាម៉ោង3ហើយម៉ោង2ម៉ោង3ហើយគាត់និយាយអញ្ចឹងណាបាទអញ្ចឹងគាត់ចាប់ផ្ដើមទៅដល់មណ្ឌលគិរីហ្នឹងគាត់ក៏ចាប់ផ្ដើមស៊ូនាំគេថាកន្លែងណាដែលសបាយមានទឹកធ្លាក់ទឹកអីកន្លែងហ្នឹងទៅអញ្ចឹងក៏អ្នកភូមិនៅក្នុងតំបន់ហ្នឹងក៏បានប្រាប់ថានៅស្រុកមួយមានភ្នំមានព្រៃឈើអីអញ្ចឹងទៅហើយតែស្រុកមួយនឹងវាមានរឿងច្រើនណាស់ដែលអ្នកភូមិគេមិនចង់ឲ្យចូលទៅលេងទេនៅក្នុងតំបន់ហ្នឹងអញ្ចឹងណាហើយពួកគាត់2នាក់ហ្នឹងក៏គាត់ថាសម្រេចចិត្តថាកន្លែងណាដែលព្រឺព្រួចបំផុតគឺគាត់ចង់ចិត្តទៅអញ្ចឹងទៅ
năng ngày bọn đá có ban này dễ prep tiết tha chẳng bộ quạt năng sầm rải chặt thả tư nông prey mươi năng ngày nông prey mươi năng tự bỏ tăng vậy chẳng từ mong bồn đặc nè hay quạt cổ bàn đò phum nông đã kia này nôm pram đó nè bàn chắc họ lại cả chân bồn từ là hô đò mong buôn rồi siêu chất pram bàn đò phum mươi năng hay quạt cổ bàn chụp nâng phum nâng rồi tinh là bỏ hô bây giờ tới hay cô bạn nói kia non pleu từ nông prey chẳng á hay cô nè phum nâng cô kia bạn prap ba tha nông prey mươi nâng ạ nhầm xong tốt á để nhưng mình mang vậy prap tham prey nè nơi lại na phum chung ấy nhưng mà mang vậy prap tì lại bạc po tọt phum kế đó làm bắn lại kia thì cho chẳng từ một bộ đặc niệm bát tay cốt prap trong này bát tay nhóm bắt bàn vậy prap tê lại bạc po nâng ấy chẳng dừng cho xây dựng bao nhiêu vĩnh bọn đá hay nâng bọn anh tọt phum nâng ấy hình chẳng cốt có bạn ở kia nè phum nuông plei quạt thà nuông plei nhung cho nó prey tịch từ hình chẳng á nè thà nè phum của bạn quạt có đa thà bài giúp bài tới tê chăm pi lấm láng bọn sầm nè nông phum sân từ chăm lấm láng cho bọn chành bị phum nứng cho tật nông prey đã lên nhận tới hay cũng đi tật nông prey nâng chẳng nè pro prey nâng vi ọt mi sập hiệp sầm rạp ở nhiều từ cho mà lên pi chẳng ngại cho nông đi tật prey nâng bọc tàng bay tê vì ở tại miền tây chẳng nè mà bộ này có pi nhẹ nó có ọt này tê có thang nhầm đã lên bọc tàng phòng prey chờ đòn lại nhé bóng ơi nhầm đại chu vậy có chu hương lại chờ vì muốn đai nhầm mặt đại từ bành hạt lại tê bó như này thì nẹp phum là nông plei nước cốt của bạn vậy thằng chẳng bọn ai tư luôn này bạn bà cô hình dạng nhom prap plei prap ai tới lại là kia đã lại tại plei đã tư lại tập chuột nó nghe vì ngày ra bà hai đào bà hai đọc lộ mà chiếm nó mà to bộ sinh bọn tranh vì đi mau pram này nhít nữa bọn bà hai đo mong bảy bốn chục bo tại dục lục nó bom bài đá thì ấy dục lục nó vì miền bành hà cho nên được vì miền sạt ở xây bự sạt cài và hai ấy trơn bó nè lại thứ bạp thứ ấy bông chẳng từ tam plei chẳng từ hay quát cái bông văn này bông đà nó nghe nè bà bông văn này bông đà nó quát vậy ra thằng mấy thế chẳng bông nhom từ tạc luôn này các bạn đây chẳng bữa sinh dịp plei ngay chẳng nhom min lập cà phê bao nhom mà set mói bông chẳng phụ quát min bài trường thông bài trường thì chẳng nó quát đà plei chẳng từ bà có tha hay nè non plei các bạn vậy tha đa từ tròn plei nó tròn là hốt cùng kích cùng cài chẳng từ thả plei thông mùi xong rồi cái đá từ đó cái lại thực lẹ từ cáiตั้งแต่lại thực lẹ nó cứ sim scan tích được là play năng hay cô pe dục lái mà min pling về min thực lẹ từ cái pe để thay cô cái min cái đá từ lên này cái đá cho đồng play nó mùi năng này chẳng nèแต่pe dục mình lại min nè đã bỏ tòng vậy lên nó nâng tê này nâng tê chẳng nè năng ngày bọn đá bọn bắn cô ban vậy tha cô sầm lại chất tranh bên năng tây cô hiệp trong mày văn là bỏ quạt đã có tục hộp mà thay pi thay được không prey năng tây rồi tha hay mà tô bỏ quạt cô hiệp trong tục đặt nơi không nâng nhân từ ấy lại năng prey năng cứ mà chỉ mà tô cho trong bàn tê năng prey tê rồi bia và bàn năng ca chỉ cho bàn trầm tạ đá cho tê chẳng hạn này mà chẳng tới quạt cô sầm lại chất tục mà tô trong phum năng tây quạt cô bàn song prey đá tới pi mong pram và mong pram riêng pram ngày chơi đá chẳng quạt cô sầm lại chất đá trên tới pi phum năng tây hay cô nè phum các bạn quạt tròn nè mình tên thà công tây chẳng từ còn từ lại miền bành hà cô thại chẳng từ và qua con ở rừng tầng từ mình prom sạp kê nè mình prom sạp nè phum là cái nơi không nó bỏ nơi chẳng nào mà buồn bà trắng bông đa hay đang bông ván cô cho bà đám thường là tranh pì tè nè phum màu pram là nhiệt bà quạt đà từ tam tròn đã plei nè phum nó cu cùi hào tới có nhà non plei cu cùi hào nữa nè thà đà từ tròn là hô chân từมีกระดาษมวยเนี่ยพูเนี่ยนอนเพลย์นี่กดกูbà chụp được chụp hành ti ở chẳng hạnกูplay ở chẳng từ chẳngกูquạt đá từ tam play đà nè non play nó ngườiกูở chẳng từ chẳng pe đúng ạ bóng bàn này đang bóng đá quạt chập đá tranh bị non phum nâng á bà tranh bị phum nâng mong hẻm từ bà chân đỏ pe đông bóng đá hay bóng bàn cô quạt chập đá tranh từ là hốt đỏ màu của mũi bà màu của mũi giúp
ខែលិចហើយបាទខែលិចមក6 ងាយណាខែ5លិចហើយថ្ងៃលិចហើយងឹតហើយចឹងគាត់ចូលចាប់ដើមបើក7បើកអីទៅហើយក៏ដាក់7អីលើក្បាលម្នាក់មួយហើយគាត់ក៏បងវ៉ាន់ក៏អ្នកនាំផ្លូវបងដាអញ្ចឹងទៅបងដានៅតាមក្រួយអញ្ចឹងទៅហ្នឹងហើយប្រហែលជាដល់ម៉ោង7បងដែរក៏គាត់ឈប់គាត់និយាយថាហត់ឈប់បន្តិចបងវ៉ាន់ក៏គាត់និយាយថាអើយកុំឈប់ដើរទៅតិចទៅហ្នឹងហើយគាត់ដើរឡើងទៅដើរទៅតិចទៅបងប្អូនគាត់និយាយគ្នាបដាទៅគាត់ថាដល់ណាដល់ណីហើយដើរបាន1គីឡូហើយអញ្ចឹងគាត់មើលទូរស័ព្ទអីទៅថាច្រើនគីឡូតាដល់2 3គីឡូតា3 4គីឡូអញ្ចឹងណាបាទគាត់ថានៅសល់តែ1គីឡូទៀតដល់កន្លែងដែលយើងត្រូវបោះតង់បើដេកកន្លែងហ្នឹងហើយយើងបាច់ទៅមុខទៀតទេអញ្ចឹងណាហ្នឹងហើយគាត់ឲ្យរហូតដល់ម៉ោង9ទៅម៉ោង10បងប្អូនអ្នកគ្នា9ម៉ោង10គាត់ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានសត្វលូចកព្រៃលូបាទសត្វតូចយំសត្វយំអីយំច្រើនមែនតើគាត់ថាក្វាយពេញព្រៃនឹងឲ្យគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចភ័យខ្លាចអីចឹងទៅហើយចូលក្នុងព្រៃកាន់តែជ្រៅទៅកាន់តែជាក់ទៅអញ្ចឹងទៅបងវ៉ាន់ក៏បាននិយាយប្រាប់បងដានថាអាដែរគាត់ថាអញ្ចឹងអាដែរគាត់ថាបេះដូងបងវ៉ាន់គាត់និយាយថាស្អីហើយហៅដូចឃើញស្អីអានេះវិញហីគាត់ក៏បងដាគាត់និយាយថាអញដូចមានអារម្មណ៍ថាជាក់ក្នុងវិញចឹងដែរដូចមានអ្នកណាម្នាក់តាមមើលយើងរហូតមិនចឹងដែរអញយកស្រួលស្វាបងវ៉ាន់គាត់ក៏តបស្អីអារម្មណ៍អញស្អីហីអានេះនៅក្នុងព្រៃអញស៊ូបួលមើលដល់ហើយដល់កន្លែងហើយយើងកាច់ទៅមកផ្លូវទៀតដល់ហើយគាត់និយាយចឹងណាហើយក៏ចាប់ផ្ដើមដើរទៅមុខតិចទៅក្នុងព្រៃបងប្អូនអ្នកគ្នាពេលនោះណាស្រាប់តែមានខ្យល់បក់មកភើយហើយក្នុងព្រៃជ្រៅបងប្អូនដឹងស្រាប់ហើយស្លឹកឈើវាបាក់បងប្អូនវាប៉ះគ្នាវាប៉ះគ្នាសាយមកទៅហើយបងដែរគាត់កាន់តែព្រឺរោមមែនតើណៃគាត់ថាអូយអញមានអារម្មណ៍ថាអត់ស្រួលទេម៉ែអត់កើតទេអាបានណាអត់កើតទេសម្រាប់នៅនឹងទេបងតង់នៅនឹងមកកន្លែងហ្នឹងទេបាច់ទៅមុខទៀតទេចាំស្អែកចាំមុខទៀតគាត់ថាមើលម៉ោងម៉ែម៉ោងម៉ានហើយមើលម៉ោងដល់ពេលនោះម៉ោង9:50នាទីគាត់ថាដល់ហើយដល់កន្លែងទឹកជ្រោះហើយដល់កន្លែងទឹកជ្រោះចាំទៅដល់បោះតង់កន្លែងនោះក៏អ្នកប្រាប់ផ្លូវរបស់យើងថាកន្លែងបោះតង់នោះគឺមានកន្លែងមានស្លាអីមានថ្មមានអីកន្លែងនោះបោះតង់បានណាស្រាប់តែបងប្អូនប្រហែលជាមក10នាទីគាត់បានមើលទូរស័ព្ទគាត់ណាថាមក10នាទីគាត់ក៏ចាប់ផ្ដើមដើរទៅដល់ផ្លូវបំបែកជា3បងប្អូនអ្នកគ្នាបំបែកជា3អញ្ចឹងពេលនោះបងប្អូនគាត់ក៏បានឃើញនៅផែនទីហ្នឹងណាគូថាឲ្យកាច់ទៅស្ដាំប៉ុន្តែគាត់មិនបានមើលឲ្យច្បាស់អីគាត់យកអាច្រាស់ហ្នឹងមកមើលច្រាស់គាត់កាច់ទៅឆ្វេងវិញបងប្អូនអ្នកគ្នាគាត់ក៏បានពពែងផ្លូវចូលទៅកាច់ទៅស្វែងគាត់ដើរទៅប្រហែលជា5-6នាទីគាត់ក៏បានឃើញផ្ទះចំណាស់មួយឃើញមានបាក់ភ្លើង5បងប្អូនអ្នកគ្នាបាក់ភ្លើង5ដូចមានផ្ទះមានកតើអញ្ចឹងបងវ៉ាន់ក៏បានសួរថាអាដែរហើយឃើញអញអត់ដែរគាត់ក៏សួរចឹងគាត់សួរដែរឃើញអញអត់បងដែរគាត់បាននិយាយប្រាប់ថាអញឃើញតែអញឃើញកូនផ្ទះមួយនៅក្នុងព្រៃហើយមើលចម្ងាយពីនេះប្រហែលជា20ម៉ែត្រ30ម៉ែត្រដល់ផ្ទះហ្នឹងនេះផ្លូវហើយផ្ទះអ្នកក្នុងព្រៃហ្នឹងហើយមកតែប្រហែលជាគេនៅក្នុងព្រៃហ្នឹងណាបាទគេនៅយាមនៅអីក្នុងព្រៃហ្នឹងហើយមកតែអត់ដឹងដែរគាត់ក៏បានចាប់ផ្ដើមដើរចូលទៅដល់ដើរទៅតិចទៅដល់ខ្ទមមួយហ្នឹងទៅដល់ផ្ទះគេមួយហ្នឹងហើយភ្លើងនៅផ្ទះហ្នឹងបងប្អូនគ្នាបោកដែរហើយបងវ៉ាន់គាត់ចាប់ផ្ដើមដើរទៅស៊ូដើរទៅចដោក៏ស្រែកស៊ូហើយភ្លើងគាត់ភ្លឺគាត់ភ្លឺទៅក្នុងផ្ទះហ្នឹងហើយក៏បានស្រែកស៊ូថាចាស់ផ្ទះបងវ៉ាន់ក៏ស៊ូចឹងចាស់ផ្ទះហើយចាស់ផ្ទះគាត់ស៊ូស្រែកចឹងទៅចាស់ផ្ទះចាស់ផ្ទះចឹងគាត់អត់មានឃើញមានលឺសំឡេងអីមកទេបន្ទាប់មកបងដាក៏បានស្រែកស៊ូម្ដងថាអ្នកចាស់ផ្ទះហ្នឹងអត់គាត់ក៏បាននិយាយម្ដងពីរដងទៅមកដាក៏ស្រែកលឺក៏ដើរកាត់ទៅចិត្តប្រហែលជា2-3ម៉ែត្រគាត់ស្រែកម្ដងទៀតក៏ភ្លើងភ្លឺ
5 នៅលើផ្ទះហ្នឹងក៏គាត់ឃើញគេបើអួចមកតបើក្រាក់មកអ្នកណាហៅអីមែនគឺសំឡេងមនុស្សស្រីសុទ្ធមកបងណាគាត់និយាយចឹងបងណាគាត់និយាយថាសំឡេងមនុស្សស្រីសុទ្ធមកហ្នឹងហើយបងវ៉ាន់គាត់មាត់អីគាត់ថាគាត់គិតក្នុងចិត្តថានៅក្តារព្រៃភ្នំបែបនេះហេតុអីបានមានមនុស្សស្រីមកនៅក្តារព្រៃភ្នំបែបហ្នឹងមានកតើមានអីមានផ្ទះមានអីនៅហ្នឹងចឹងបាទហើយផ្ទះមិនទូចទេបងប្អូនផ្ទះធំណាបាទផ្ទះធំមើលទៅដូចផ្ទះប៉ុណ្ណាចឹងមុនដំបូងគាត់ថាមើលពីចង្ងាយមកខ្ទមទេបើដល់ចិត្តដល់គឺកាន់តែធំទៅអីចឹងទៅគាត់ក៏បានដើរដល់ផ្ទះហ្នឹងហើយក៏ហៅម្ចាស់ផ្ទះក៏និយាយថាអ្នកណារើអីមែនគាត់ក៏បានបើកទ្វារបើអីមកក៏ឃើញថាឃើញបងវ៉ាន់មកណាអញ្ចឹងណាថាបងវ៉ាន់មកណាក៏បានឃើញចាស់ផ្ទះហ្នឹងគឺជាមនុស្សស្រីសក់វែងស្លៀកពាក់រ៉ូបសមើលទៅស្អាតខ្លាំងមែនតើហេតុអីបាននៅក្នុងព្រៃតែឯងបែបនេះអញ្ចឹងពេលនោះដែរបងវ៉ាន់ថាគាត់បាននិយាយថាខ្ញុំបាទមកពីភ្នំពេញខ្ញុំចង់មកដើរលេងនៅក្នុងព្រៃហើយខ្ញុំមកដល់ផ្ទះអ្នកភូមិប្រហែលជាម៉ោង4ជាងហើយខ្ញុំមិនបានសម្រាកនៅក្នុងភូមិទេខ្ញុំសម្រេចចិត្តថាចូលក្នុងព្រៃទាំងកាត់យប់ដើម្បីទៅរកកន្លែងទឹកធ្លាក់បាទដើម្បីរកកន្លែងទឹកធ្លាក់ដើម្បីទៅបោះតង់ឲ្យសម្រាកនៅកន្លែងនោះឯងព្រោះខ្ញុំមិនចាំស្អែកទេគាត់បាននិយាយរៀបរាប់ប្រាប់អញ្ចឹងចាស់ផ្ទះអញ្ចឹងណាចាស់ផ្ទះក៏បាននិយាយប្រាប់ថាអូទឹកធ្លាក់បងប្រហែលជាមកខុសផ្លូវហើយបងប្រហែលជាមកបងមកខុសផ្លូវហើយព្រោះទឹកធ្លាក់នៅខាងក្រោយផ្ទះនោះទេគឺនៅផ្លូវមួយទៀតអញ្ចឹងមកណាហើយបងវ៉ាន់ហ្នឹងគាត់ចាប់ផ្ដើមនឹកឃើញថាអូផ្លូវមានប្របែក3អញ្ចឹងទៅគាត់បានបើកមើលទេគាត់ថាអូខុសផ្លូវមែនអញ្ចឹងណាខុសផ្លូវអញ្ចឹងគាត់ក៏បានគិតថាអញ្ចឹងខ្ញុំសម្រេចចិត្តថាបកក្រោយវិញអញ្ចឹងទៅគាត់ចាស់ផ្ទះក៏បាននិយាយថាបងយប់ហើយមិនបាច់ទៅទេគាត់ចាស់ផ្ទះហ្នឹងក៏បាននិយាយណាបងប្អូនមនុស្សស្រីហ្នឹងក៏បាននិយាយសាយមកថាបងមិនបាច់ទៅទេយប់ហើយបងសម្រាប់នៅផ្ទះខ្ញុំសិនក៏បានដែរខ្ញុំនៅតែឯងទីបងឪពុកម្ដាយរបស់ខ្ញុំគាត់បានចេញទៅព្រៃបាត់ហើយបងតើតាស្អែកពេលថ្ងៃបានគាត់ត្រឡប់មកវិញហើយបងវ៉ាន់ហើយបងដែរក៏គាត់បានសម្លឹងមុខគ្នាហើយគាត់បាននិយាយថាតើអ្នកអត់ខ្លាចខ្ញុំទេដែលខ្ញុំជាមនុស្សប្រុសឲ្យខ្ញុំឡើងទៅផ្ទះអ្នកសម្រាប់នៅផ្ទះនេះថាខ្ញុំមិនខ្លាចទេបងព្រោះបងមកពីឆ្ងាយអញ្ចឹងទៅហើយក៏ឲ្យបងវ៉ាន់ហើយបងដែរហ្នឹងអញ្ជើញឡើងផ្ទះគាត់បាទអញ្ជើញថាបងអញ្ជើញឡើងមកសម្រាប់លើផ្ទះខ្ញុំមកចាំស្អែកចាំបងចុះព្រោះអីឥឡូវម៉ោងប្រហែលជាពាក់កណ្ដាលត្រៀតហើយចឹងពេលនោះមកដែរគាត់យកទូរស័ព្ទមើលមែនគាត់ឃើញម៉ោង7:01ទៅហើយគាត់ថាចុំមើលមិញម៉ោងតែ10ជាងទេហេតុអីមិនមើលម៉ោងនេះគឺម៉ោង7:01ទៅហើយអញ្ចឹងពេលនោះដែរបងដែរហើយបងវ៉ាន់គាត់ថាលើសម្រាប់ចិត្តថាសម្រាប់នៅផ្ទះហ្នឹងទៅនៅផ្ទះហ្នឹងមកយប់ហ្នឹងទៅព្រលឹមឡើងចាំគាត់បាទធ្វើដំណើរទៅកន្លែងទឹកធ្លាក់បងប្អូនទាំងគ្នាអញ្ចឹងពេលនោះដែរបាទគាត់ដាក់អីវ៉ាន់នៅខាងក្រោមផ្ទះខាងក្រោមមានក្រែមួយក្រែជារៀងតូចដែរគាត់ដាក់អីវ៉ាន់លើក្រែហ្នឹងទៅគាត់ក៏បានឡើងទៅលើផ្ទះនៅខាងលើផ្ទះជាមួយនឹងកូនគេនឹងឯងបាទជាមួយនឹងគេហើយគាត់ក៏បានអង្គុយជំនុំគ្នាហើយក៏ចាស់ផ្ទះហ្នឹងគឺជាមើលស័យហ្នឹងគាត់ថាបងអង្គុយនៅទីនេះសិនចោះបាទអង្គុយនៅទីនេះសិនទៅចាំខ្ញុំយកទឹកឲ្យហូបពេលដែលបងហូបហើយបងអាចសម្រាកនៅកន្លែងនេះបានខ្ញុំទៅសម្រាកនៅខាងនោះបន្ទប់របស់ខ្ញុំមិនចឹងទៅហ្នឹងហើយអញ្ចឹងពេលនោះដែរម្នាក់ស្រីនឹងក៏ចាក់ទឹកលើទៅឈូយកមកបាទពីបតលចាស់បងប្អូនអ្នកគ្នាបតលគាត់ថាបតលចាស់មែនតើថាគាត់សម្លឹងមើលបរិវេណផ្ទះហ្នឹងគឺដូចមានអាការៈថាមានបរិវេណផ្ទះហ្នឹងគឺដូចតែចាស់ប្រើវត្ថុបុរាណចាស់គាត់និយាយចឹងថាមានអារម្មណ៍ថាដូចជាផ្ទះចាស់មែនតើបាទមានទាំងឆ្នៃកបីឆ្នៃអីច្រើនពេញនឹងពេញផ្ទះទៅហើយក្នុងបរិវេណផ្ទះនោះដូចជាវត្ថុចាស់ច្រើនមែនតើហ្មងបាទគាត់ចាប់ផ្ដើមពេលហ្នឹងបងប្អូនអ្នកគ្នាពេលដែលគាត់សម្រាប់នៅកន្លែងហ្នឹងហើយចាស់ផ្ទះគេយកទឹកយកអីឲ្យគាត់ហូបហ្នឹងយកផ្តិលគាត់ចាប់ផ្ដើមផឹកទឹកដែលគេដាក់ឲ្យគាត់ចាប់ផ្តិលគឺចាក់ស្រុបដូចតកកហ្មងគាត់និយាយថាទៅចាក់ស្រុបដូចតកកតែម្ដងបងប្អូនអ្នកគ្នាបងវ៉ាន់ហើយបងណាគាត់បានសួរថា
mấy ai mà rõ mấy anh ắt bự rôm ở trong mình chẳng thế hay tập đi cô chắc khăn sầm bá mấy được sầm rất ta quạt cô chụp làm vậy kia pi nhẹ mà phép bạc quạt bằng đa bằng vàng không thế chụp làm nông kia tới hơi còn mất tròn pe kẹo phắc cái này đi thế mình anh rom thả xuống ra tại anh bịa cả mới chơi mới tiền đôi tiền bảo rẻ mình chẳng thế anh một bộ tơ mày chụp đọt thế là anh cho đọt nó đôi là cái nào tiệt cái tụi nước mấy này sắp chưa phải đất kêu kêu sắp tập rán thôi anh ở xuống chất thế bây giờ ở bóng quán của bạn cho bạn vậy ta người cũng có tròn bây giờ hoặc tất hàng thấy đây từ chẳng này chẳng bên trong này chặt tè của bạn xuống thà ta bồn sắp kia đừng ai bao mi đừng ai mến bọn ai xạ xuống cho bạn pro nhom nơi tí ní tăng bị khăm mà lại mình nói ông ba mà ở bốc mà này bọc nhóm quạt nơi phum tê và tai quạt màu đi ní cứ quạt màu nó không prey giặc nhưng mà nó không prey nâng cứ quạt mình trong nơi này cho mùi nè phum tê pro nè phum kế ở trâu chất bốc bỏ nhóm quạt trâu chất bà trâu chất phật ra như nó bay chẳng tay ban quạt non bốc nhóm nâng mà đại nhóm mà trong prey ní thôi sang tia ní này không prey ní cho mà đong chẳng đồ gửi bằng bộ nặc nè vì miền rừng rai chỉ cho này đồ gửi bằng bộ đang phá đấy có miền trung chít việt tịch nên nhạc không play nó ấy chọn này chẳng nè mà ấy chẳng tới cô chập ra mà bòn ván cột bàn vậy tha bát mình ấy tê trong ở quân trơn hói hay chắc các bạn su tham tạo bòn màn hộp ấy một vì này nơi bòn heo té trong đi bay ở bòn hộp hay bòn hộp bòn ai xem làm tiền bàn bòn đá cột cho bạn vậy tha lo tiền này tiền tha mình ấy tê trong ở quân trơn nhưng hộp tật ní cứ bàn hơi bà hộp tật ní các bạn hơi chẳng là bòn đá có chập tờ hộp hay cột khơi tờ mình bòn cột mưa tật đại lương đại salon đại cái đại skin nữa bồn skin lượt trong tiệc quạt á lượt tiệc kia nữa này bà tiệc kia nữa salon nữa quạt mưa thà đôi chiêm trong nông tờ này và tay quạt vì này quạt tham prang mưa mình téคือlà ột tật bà trong mình bong văn quạt bong đá nữa quạt thà bà văn phải ở xuống em ha đây thì bong văn có thằng cột cất ấy tròn còn ở con kia từ chẳng ấy bên ông đá bà hai chỉ màu mùi chiêng ấy bà màu mùi chiêng ấy quạt cô cho bà vậy cho mùi nữa tiếc tha nhẹ ai tới sầm rạ ban trong ở con trơn hơi đại nè giờ tất cả trong hô phải oi cái lại này trong sạ nơi bờ lông láng trong nâng chả tranh từ cái lại thật chua nâng ở con trơn đá nè giờ tất cả trong hô phải oi trong sạ nơi chim sum ở con trắng nè ai tới sầm rạ ban trắng á mong bạn quạt vậy là cái nào tham chim mà đi mà nè đây chế đăng tục rẻ chế đăng con thở chân vậy tới với sùa bong bồn đặc nè vậy tới sùa đó nè bà chẳng à pe nó ra bong bồn đặc nè quát có ban này vậy kia cho mùi vằn tha vậy kia rừng thà đôi chi mình sưu bong vằn con nơi tờ bong đá con nơi tầng gì thà mình sưu rừng rang từ chẳng à bong bồn pe nó đá chặt té của bạn vậy thà trong nhom xôm từ xôm raក្នុងបន្ទប់ខ្ញុំឲ្យបងមានរឿងអីបងអាចស្រែកប្រាប់ខ្ញុំបានអាចនិយាយប្រាប់ខ្ញុំបានណាបងចឹងពេលនោះដែរបងប្អូនអ្នកនេះបងវ៉ាន់គាត់ហូបទឹកហើយគាត់ចាប់ផ្ដើមសង្កេតមើលថាមនុស្សស្រីម្នាក់ហ្នឹងដើរបងប្អូនគឺគ្មានសម្រត់ជើងទេដើរគឺគ្មានសម្រត់ជើងទេជើងអត់មានឈានទៅមុខទេគឺដើរទៅរុយតែម្ដងគាត់និយាយចឹងថាដើរទៅរុយតែម្ដងគឺអត់មានសរត់ជើងទេគាត់ចាប់ផ្ដើមស្ងល់ក្នុងចិត្តហើយចាប់ផ្ដើមគិតទេហេតុអីបានមនុស្សអីដើរគ្មានសរត់ជើងហើយដើរគ្មានលឺសំឡេងអីបន្តិចគាត់និយាយប្រាប់បងដាចឹងបងដាគាត់និយាយថាហេកុំគិតច្រើនពេកក្នុងផ្ទះហេក្នុងព្រៃឯងយប់លោកស្មានដេកលក់បាត់ខ្លាចចឹងបងប្អូនអ្នកគ្នាបងដាក៏គាត់ចាប់ផ្ដើមគិតក្នុងចិត្តដែរគាត់សម្លឹងទៅតាមមើលចាស់ផ្ទះពេលដែលចាស់ផ្ទះគាត់ដើរទៅដល់ចិត្តខ្លោងទ្វារមួយទ្វារដែលគេបើកថាកន្លែងណាបន្ទប់កូនកំមុំគេអញ្ចឹងណាបើកក្រាទៅថាដៃរបស់ចាស់ផ្ទះហ្នឹងគឺបើកគាត់រត់បើកទ្វារឲ្យយកមកបើកទ្វារចូលភ្លុកបងវ៉ាន់ណាបងដាបងប្អូនគាត់តែឃើញអញ្ចឹងគាត់តែមានអារម្មណ៍ថាអត់ស្រួលទេគាត់ថាចង់ផ្ទះវិញចង់ត្រឡប់ចុះ
ตะของវិញអត់សួរលេអញ្ចឹងពេលនោះដែរបងវ៉ាន់ហើយបងណាគាត់និយាយថាប្រុងតាផ្ទះឲ្យគាត់លឺសំឡេងចេញមកពីក្នុងបន្ទប់ថាបងកុំតាណាបងសម្រាប់នៅទីនេះចោះគ្មានអ្នកណាធ្វើអីបងទេព្រោះបងជាមនុស្សល្អបងសម្រាប់នៅទីនេះចោះបងចឹងគាត់ទៅលឺសំឡេងចាស់ផ្ទះហ្នឹងគាត់ក៏សម្រាប់ចាត់សម្រាប់នៅលើផ្ទះសម្រាប់បងប្អូនសម្រាប់នៅលើផ្ទះហ្នឹងបាទចឹងពេលនោះគាត់ក៏ចាប់ផ្ដើមទៅដប់ភួយយកភួយគាត់ចេញពីក្នុងកតាបនេះអីមកយកទៅដប់ទៅគឺក្រុងទាំងពីរនាក់តែម្ដងគឺក្រុងគាត់ដេកចឹងណាបងប្អូនលក្ខណៈថាដេកទាំងពីរនាក់តែម្ដងគឺដេកក្នុងភួយនឹងតែពីរនាក់អញ្ចឹងពេលនោះដែរក៏គាត់សម្រានលក់បងប្អូនទាំងគ្នាប្រហែលជាម៉ោង2នោះគាត់សម្រានលក់បងប្អូនទាំងគ្នាស្រាប់តែគាត់ភ្ញាក់មកវិញភ្លឺគាត់លឺសัตว์តូចសត្វអីយំចឹងណាភ្លឺលក្ខណៈភ្លឺបងប្អូនអរគ្នាពេលនោះដែរបងវ៉ាន់គាត់និយាយថាភ្ញាក់មុនបងណាណាគាត់ភ្ញាក់ភ្លាមគាត់ដាស់បងណាមកអាដាភ្លឺហើយគាត់អាដាភ្លឺហើយបងប្អូននេះបងដាគាត់ភ្ញាក់ភ្លាមភ្ញាក់ឡើងក៏ជ្រុលបងប្អូននេះភ្ញាក់មកបងប្អូនដឹងមិនចឹងស្រាប់តែពេលដែលគាត់ភ្ញាក់ពីទំនេរនឹងមកប្រហែលជាម៉ោង7គាត់និយាយចឹងណាប្រហែលជាម៉ោង7តែ7ក្នុងព្រៃជ្រៅបងប្អូនអ្នកគ្នាវាមិនសូវមានថ្ងៃចូលនោះទេគឺពោពេញទៅដោយអាប់ហ្មងគាត់ថាពុម្ដងមុនគាត់បើកភ្នែកឡើងលើគឺពោពេញដោយអាប់មកហើយគាត់បើកភ្នែកឡើងលើសម្លឹងឡើងលើគឺសិតតែមើលឈើទាំងអស់តែម្ដងពេលដែលគាត់ដឹងខ្លួនភ្ញាក់ឡើងបងប្អូនគឺគាត់នៅដេកលើដើមឈើទៅទេគឺគាត់ទាំងពីរនាក់ហ្នឹងគាត់ដេកលើដើមឈើតែម្ដងបងប្អូនគឺដេកលើដើមឈើគាត់ថាដើមឈើដើមសាឡៅទៀតដើមសាឡៅគឺដើមសាឡៅធំមែនតើគឺបែកមេសាខាខ្លាំងមែនតើហើយកម្ពស់ដែលគាត់ដេកហ្នឹងបងប្អូនប្រហែលជា12ម៉ែត្រពីដីមកកម្ពស់មែនតើគាត់ថា12ម៉ែត្រពីដីដើមសាឡៅមួយនឹងហើយអាកន្លែងដែលគាត់ដេកហ្នឹងគឺស្មានស្ពាមបងប្អូនមេឃស្ពាមវា2 3 4 5ហ្នឹងទៅគឺជាប់គ្នាទៅគាត់ដេកនៅកន្លែងហ្នឹងឯងគឺដើមសាឡៅហ្នឹងបាទដេកនៅលើដើមសាឡៅហ្នឹងឯងបាទគាត់ថាដេកនៅលើដើមសាឡៅហ្នឹងពេលហ្នឹងដែលគាត់ភ្ញាក់ឡើងបងប្អូនអ្នកគ្នាគាត់មើលទៅក្រមគូហើយ10ម៉ែត្រជាងគាត់បោងពោះហ្មងថាយប់មិញគាត់ថាដឹងចិត្តតែខ្មោចលងហើយយប់មិញខ្មោចលងគាត់ហើយណាឲ្យគាត់មើលទាំងក្រុមអីវ៉ាន់របស់គាត់នៅខាងក្រមដើមសាឡៅនឹងទាំងអស់បងប្អូនអ្នកនេះហើយអាកន្លែងដែលគាត់ឡើងមកគាត់ឡើងតាមណាគាត់និយាយចឹងណាដើមសាឡៅធំមែនតើហើយវាមានថ្នាក់សម្រាប់ឲ្យគេឡើងយកឃ្មុំយកអីនៅលើនឹងទៅណាបាទលើឃ្មុំលើអីទៅអ្នកភូមិគេអាសាមកឡើងលើដើមសាឡៅនឹងអញ្ចឹងណាអញ្ចឹងពេលហ្នឹងអាកន្លែងដែលគេកន្លែងដែលគាត់ដេកអញ្ចឹងអ្នកភូមិគាត់អាសាមកអីកន្លែងហ្នឹងគឺធ្វើកន្លែងធ្នើកន្លែងអីកន្លែងមេស្ពាមអីអញ្ចឹងណាគាត់ដេកកន្លែងហ្នឹងអញ្ចឹងពេលហ្នឹងដែរគាត់ភ្ញាក់ដឹងខ្លួនលៀមបងប្អូនគាត់រត់ចាប់ដើមយកកតាបយកអីគាត់ចុះមកស្ពាយមកចុះដីមកលឿនបងប្អូនអាកន្លែងគេកន្លែងចុះដីហ្នឹងគាត់ចឹងថាអូចុះលឿនយ៉ាងលឿនមកបងប្អូនគ្នាពេលដែរស្វាំងភ្នែកគាត់ថាព្រៃកន្លែងហ្នឹងគឺសុទ្ធតែអាប់ហ្មងគាត់ថាអាប់យកតែមែនតែនហ្មងអាប់យកតែមែនតែនមកដូចចង់ងឹតផ្សែងពេញនឹងចឹងណាបងប្អូនគ្នាចឹងពេលនោះដែរគាត់ចាប់ផ្ដើមសង្វារដល់វ៉ាន់របស់គាត់អស់ហ្មងបងថាបងវ៉ាន់ណាគាត់និយាយថាដើរហើយគាត់និយាយចឹងណាអាដាបងដែរគាត់និយាយថាស្អីហើយឯកមាត់មើលផ្លូវណាផ្លូវចេញគាត់និយាយចឹងផ្លូវចេញណាពេលនោះដែរគាត់ក៏ចាប់ដៃគ្នារត់បងប្អូនចាប់ដៃគ្នារត់ទៅផ្លូវដែលគាត់ដើរចូលមកហ្នឹងបងប្អូនគឺផ្លូវដែលគាត់ដើរចូលមកហ្នឹងបងប្អូនវាមានហេតុការណ៍មួយទៀតដើរផ្លូវដែលគាត់ដើរចូលមកគឺមិនមានផ្លូវសណាមផ្លូវអីទេគឺសិតតែបន្លាគឺសិតតែលក្ខណៈថាពិបាកខ្លាំងមែនតើបងប្អូនផ្លូវមិនមែនមកស្រួលណាផ្លូវហ្នឹងគឺពិបាកខ្លាំងមែនតើអញ្ចឹងបងប្អូនគឺផ្លូវហ្នឹងហើយដើមហ្នឹងដែលគាត់ដេកនៅលើហ្នឹងបងប្អូនអ្នកគ្នាបាទគឺអ្នកភូមិគេកម្រនឹងមកគេយូរមកម្ដងទៅតែគេបោះបង់ចោលលើចឹងទៅបងប្អូនអ្នកគ្នាអញ្ចឹងពេលនោះដែរបងប្អូនដឹងមកទេគាត់ចាប់ផ្ដើមដៃពីរអ្នកគ្នាគាត់ហ្នឹងណាបងប្អូនពីរអ្នកបងវ៉ាន់នេះបងដាហ្នឹងគាត់ចាប់ផ្ដើមកាន់ដៃគ្នាហើយរត់ចេញពីហ្នឹងមក
รถเจงปีขนมเปรย์นึงบอกบนก็รถเจงปีอยากไหลได้ก็เจอกี่bà bằng viên cho cô mệt chứ nhằm từ hai là nào tha nom rồi cô bằng viên nhằm từ bà con ruột hốt bà là hốt bà hai chia bà còn mưa tu sạp á bà hai chia mong bằng bảy từ bằng buồn bà bằng bảy từ bằng buồn chút buồn ấy nên ngày quật có đo play bằng bảy bay từ đại bằng buồn được nè quật quậtทำไรจัดท่าตลบกรอยกดอัดตือมันเตะกดอัดตือมุกตีเตะกดท่าสำไรจัดตลบกรอยตือแก้ววิ่งบอลโปนดอกเนี่ยเปนลงได้กดด่าหมอกไปจะมาผมบูนเชียร์นึงกดด่าเจงพิเปรย์นึงมั้งด่าไปให้เชียร์หลักเมาหมอกโอนดอกเนี่ยก็บานเคยอมเนี่ยนอนเพลย์ปีเนี่ยติดbà ông nè non plei mũi hay pi nè tiết đã máu trong pre nâng đại được nè cô bạn khơi ông nâng bà bong quan này bong đa nó có bạn khơi ông một sải thôi pu chui châm phong pu của rốt mà rò pu nâng mà pu chui châm phong pu của rốt mà rò pu nâng mà một con pe đã con rốt nó rút on lên bong bà con pe đã con đã tranh mau pi tăng pia lại đã con đi nữa nè đã tranh mau tăng đâm mà đo lại plei bộ bài nên con ru con ta ru ấy ở tao gì bà quật lạc nà tha lần lênในក្នុងខ្លួនគឺភ័យខ្លាចខ្លាំងមែនតើហើយសំឡេងដែលគាត់និយាយគាត់និយាយថាសំឡេងដែលគួរឲ្យខ្លាចបំផុតតែគាត់ចង់ចាំបានគឺអាពេលដែលគាត់ដើរមកនឹងរត់ដូចជាសំឡេងគេស្រីក្រហមស្រីធ្ងោសើចហានៅតាមក្រោយគាត់ទៅមករហូតមកបងប្អូនអ្នកនេះនៅតាមក្រោយគាត់ទៅមករហូតមកគាត់និយាយចឹងណាបាទអញ្ចឹងទៅដល់មកដល់ជួបពូដែលពូនាំផ្លូវទៅព្រៃហ្នឹងគាត់ក៏ដល់ថាជួពូជួខ្ញុំផងពូជួខ្ញុំផងយុបមិនត្រូវខ្មោចលើខ្ញុំខ្មោចលើឲ្យខ្ញុំដេកលើដើមសាឡាវបងពូអើយពូជួខ្ញុំផងយុបមិនតែខ្ញុំសំណាងល្អខ្ញុំអត់បានធ្លាក់ពីលើដើមនឹងពូអើយពូគាត់និយាយថាដើមនេះគេដើមសាឡាវគាត់ថាដើមមួយធំបាច់មេសាខាខ្លាំងហ្នឹងមែនក្មួយនឹងអីពូនឹងអីពូក៏បាននិយាយថាដើមសាឡាហ្នឹងគឺមានពីមុន10ឆ្នាំជាងមុនគឺមានមនុស្សស្រីម្នាក់មកស្លាប់នៅកន្លែងហ្នឹងចងកស្លាប់នៅកន្លែងហ្នឹងពូគាត់និយាយចឹងណាអញ្ចឹងពូហ្នឹងគាត់អត់មាននាំមនុស្សចេញចូលក្នុងទេគាត់ចាប់ដើមនាំគាត់នាំពីរនាក់ចេញខាងហើយពីរនាក់ដែលមកក្រោយហ្នឹងគឺអ្នកដែលលេងដែរគាត់ទៅលឺពីរនាក់ហ្នឹងបងវ៉ាន់ហើយបងដានិយាយអញ្ចឹងពួកគាត់ក៏ចេញទៅក្រៅដូចគ្នាដែរគាត់អត់ទៅដើរលេងទេអញ្ចឹងពូដែលនាំផ្លូវហ្នឹងគាត់ចាប់ដើមនិយាយរឿងរ៉ាវដែលគាត់មិនឲ្យមកដល់លេងយប់ពេលមិនមានអ្នកនាំផ្លូវនៅរបបនឹងនាំផ្លូវគាត់មិនឲ្យមកទេគាត់និយាយចឹងណាហើយគាត់ថាឆ្នាំមុនក៏អញ្ចឹងដែរឆ្នាំមុនខែ12 2022គាត់ថាមានអ្នក4-5នាក់បាទ4-5នាក់ថាចូលក្នុងព្រៃនឹងហើយក៏បានត្រូវខ្មោចវែងផ្លូវនឹងដូចគ្នាមកដេកលើដើមសាឡាវដូចគ្នាប៉ុន្តែមានម្នាក់ធ្លាក់ពីលើដើមសាឡាវនឹងពេលព្រលឹមឡើងតែមិនគ្រោះថ្នាក់ដល់ជីវិតទេត្រឹមឆ្លោះកដៃកជើងនឹងឯងអញ្ចឹងរឿងរ៉ាវដែលគេជួបស្តៀងនឹងក្មួយឯងជួបដែរហើយរឿងរ៉ាវដែលដើមសាឡាវហ្នឹងចាំពូនិយាយប្រាប់ក្មួយអញ្ចឹងពូដែលនាំផ្លូវហ្នឹងគាត់ចាប់ដើមនិយាយប្រាប់បាទនិយាយប្រាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅដើមសាឡាវហ្នឹងហើយក៏ចឹងមិនយកប្រលប់អ្នកភូមិក៏មិនឲ្យមកអ្នកណាក៏មិនឲ្យចូលក្នុងព្រៃហ្នឹងដែរហើយរបស់របរដែលបាត់បង់ដែលទៅជាស្តាបដូចជាមុងដូចជាបាទដូចជាតង់អីបោះតង់អីហ្នឹងចាប់ដើមគ្រឿងក្រៅហ្នឹងឆ្នាំងអីមហូបអីហ្នឹងគឺបោះចោលក្នុងព្រៃហ្នឹងទាំងអស់គាត់ចេញមកវិញបានតែកាបូបមួយម្នាក់មកវិញទេបាទគាត់បោះចោលទាំងអស់នៅនឹងឯងសំណាងហើយគឺមិនមានជាបញ្ហាអីគ្រោះថ្នាក់អីដល់ជីវិតគ្រោះថ្នាក់អីដល់ខ្លួនឯងអីចឹងទៅប៉ុន្តែបងវ៉ាន់គាត់ចាំថាមុននឹងខ្មោចនឹងចេញទៅបន្ទប់គេសម្រាប់ឮសំឡេងថាមិនបាច់ទៅណាទេមានអ្នកណាធ្វើបាបអ្នកទេព្រោះអ្នកជាមនុស្សល្អព្រោះអ្នកជាមនុស្សស្មោះត្រង់អីចឹងទៅបាទអញ្ចឹងអាពេលនោះដែរអ្នកនាំផ្លូវក៏បាននាំផ្លូវគាត់រហូតដល់ម៉ោង10ពេលថ្ងៃបាននាំគាត់ចេញពីក្នុងព្រៃនឹងបាទចេញពីក្នុងព្រៃនឹងចូលដល់អ្នកភូមិក្នុងភូមិនឹងវិញអញ្ចឹងពេលហ្នឹងរឿងរ៉ាវបងវ៉ាន់ហើយបងដាគាត់តែបានឃើញអ្នកភូមិអីចេញសុបាយចិត្តអងខ្លាំងមែនទែនថាគាត់រួចផុតពីជីវិតរួចផុតពីស្ទេចក្រីស្លាប់ហើយណារឿងរ៉ាវហ្នឹងមិនសូវរន្ធត់ទេបាទព្រោះគេមិនសូវឲ្យបងវ៉ាន់ហើយបងដាឃើញព្រោះគេថាបងដាបងវ៉ាន់ហ្នឹងគឺជាមនុស្សមានសំណាង
មនុស្សចិត្តល្អអញ្ចឹងទៅមនុស្សស្មោះត្រង់អញ្ចឹងទៅគឺมันមានសម្ដីណាប៉ះពាល់និយាយលេបខាយទៅដល់គេអញ្ចឹងទៅគេអត់ធ្វើបាបគាត់ទេគេបានបញ្ចេញរូបរាងឲ្យគាត់បានឃើញទេប៉ុន្តែមានបងប្រុសម្នាក់ទៀតដែលព្រាមព្រៃគាត់បាននិយាយថាកាលពីប្រហែលខែមុនប្រហែលជាខែ5ទៅខែ6នៅឆ្នាំ2022គាត់ថាមនុស្សប្រុសម្នាក់នោះស្ទើរឈួតចេញពីក្នុងព្រៃវិញបាទពេលថ្ងៃទេមនុស្សប្រុសនោះណាគឺមនុស្សប្រុសនៅក្នុងភូមិគាត់ទេគាត់និយាយថាចូលទៅដល់ក្នុងព្រៃហ្នឹងគឺនិយាយលេបខាយគេនិយាយថាអីគេចឹងទៅក៏គេដេញចេញពីក្នុងព្រៃគឺហោះតាមពីក្រោយគាត់រហូតចង់ច្បាច់កច្បាយគាត់រហូតថាប្រុងសម្រាប់គាត់ចោលក្នុងព្រៃហ្នឹងណាប៉ុន្តែគាត់បានរួចផុតចេញពីក្នុងព្រៃហ្នឹងវិញបើចេញពីក្នុងព្រៃវិញគឺជាមនុស្សឈួតខ្លាយទៅជាមនុស្សឈួតវិញម្ដងបាទរឿងរ៉ាវហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនបងវ៉ាន់ហើយបងដាហ្នឹងណាបាទរឿងរ៉ាវរបស់បងវ៉ាន់បងដាផ្ទះក្នុងព្រៃបាទគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាសូមអរគុណបងប្អូនសូមបងប្អូនជួយចុច like និង share ខ្ញុំម្នាក់មួយផងហើយជួយ follow page របស់ខ្ញុំម្នាក់មួយផងបងប្អូនទាំងគ្នាកុំភ្លេចជួយចូល channel របស់ខ្ញុំម្នាក់មួយផងហើយជួបគ្នានៅក្នុងវីដេអូខាងក្រោយបងប្អូនទាំងគ្នាអរគុណច្រើនជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយ